បសាមញ្ញក៏ឆ្ងាញ់ដែរនេះគឺជាមុខម្ហូបប្រចាំតកូសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំជាដំបូងបងប្អូនយកឆ្អឹងជំនីជ្រូក1 គីឡូកន្លះមកធ្វើការលាងទឹកឲ្យបានស្អាតលាង 2-3 ទឹកអញ្ចឹងណាទឹកទី1ទឹកទី2យើងលាងធម្មតាការស្លម្ជូរគឺវាមានលក្ខណៈខុសគ្នាបន្តិចតែធ្វើឲ្យមុខម្ហូបយើងមានរសជាតិឆ្ងាញ់បន្ទាប់ពីយើងលាងទឹកបាន 2-3 ទឹកហើយយើងប្រើម្សៅអង្ករចំនួន1ស្ពាយកន្លះកូរឲ្យសព្វរួចចាក់ឆ្អឹងជំនីជ្រូកចូលត្រាំទុករយៈពេល10នាទីការលាងជាមួយនឹងម្សៅធ្វើឲ្យសាច់ជ្រូកនោះមិនមានក្លិនឆ្អាបហើយលាងបានស្អាតល្អចំពោះបន្លែគឺមានតែតកួនអញ្ចឹងតកួនយើងដាក់ឲ្យច្រើនទៅអាស្រ័យទៅតាមតម្រូវការរបស់បងប្អូនបន្ទាប់ពីបន្លែយើងបានបេះស្អាតរួចរាល់អស់ហើយយើងទៅធ្វើការសកចំពោះការសកវិញបងប្អូនទស្សនាតាមរយៈវីដេអូដែលខ្ញុំបានបង្ហាញយើងបន្តការសករបៀបនេះរហូតទាល់តែតកួនយើងបានអស់ហើយបងប្អូនកុំឆ្ងល់ថាស្លម្ជូរហើយអីចាំបាច់សកអញ្ចឹងការសកអញ្ចឹងគឺធ្វើឲ្យតកួនយើងលាងបានស្អាតបន្ទាប់ពីយើងបានលាងទឹកធម្មតារួចរាល់អស់ហើយយើងប្រើជាមួយនឹងម្សៅអង្ករចំនួន1ស្ពាយបាយកន្លះកូរបានសព្វរួចចាក់តកួននោះចូលត្រាំរយៈពេល20នាទីយើងធ្វើការទុកម្លាយសិនជាបន្តមកទៀតយើងមកធ្វើការលាងសាច់ដែលបានត្រាំរយៈពេល10ទៅ15នាទីហ្នឹងលាងឲ្យបានស្អាតហើយចំពោះសាច់ដែលយើងបានត្រាំបងប្អូនបាច់ចាំភ័យថាវាអត់មានជាតិទេគឺរក្សាជាតិឆ្ងាញ់របស់សាច់ដដែលគ្រាន់ថាយើងត្រាំហ្នឹងឲ្យវាចេញឈាមបំបត្តិក្លិនឆ្អាបរបស់សាច់នេះគឺជាសាច់ដែលយើងបានលាងរួចរាល់ទឹកឡើងសស្គូអញ្ចឹងណាបងប្អូនយើងទុកសាច់នោះបន្លាយសិនយើងធ្វើការរៀបចំគ្រឿងដោយប្រើគល់ស្លឹកគ្រៃចំនួន5 ទៅ6ដុំដំវាឲ្យបែកតួនិយាយទៅដំឲ្យតួមានរំដេងចំនួន1ដុំដំឲ្យបែករំដេងគឺដាក់ក្នុងការកម្ចាត់ក្លិនឆ្អាបធ្វើឲ្យមុខម្ហូបយើងមានរសជាតិឆ្ងាញ់ខ្ទឹមស5 ទៅ6កាពឹសដំឲ្យបែកខ្ទឹមបារាំងចិតជាដុំប្រើចំនួន1មើមទាំងនេះគឺជាគ្រឿងដែលយើងបានរៀបចំរួចរាល់អស់ហើយមានល្មៀតរំដេងខ្ទឹមសអំពិលទុំស្លឹកក្រូចសើចស្លឹកកន្ទ្រប់គល់ស្លឹកគ្រៃម្ទេសនិងអំពិលទុំចំនួន1ដុំផងដែរចំពោះល្មៀតគឺខ្ញុំប្រើជាម្សៅដោយសារតែខ្ញុំខ្ជិលចិត្តអាស្រស់នៅពេលដែលចិតម្ដងតែងតែប្រឡាក់ដៃប្រឡាក់កវិតប្រឡាក់សម្ភារៈកិនអីផ្សេងអញ្ចឹងខ្ញុំហាលឲ្យស្ងួតយកទៅទុកដាក់ក្នុងក្លោនៅពេលដែលយើងមានតម្រូវការយើងដួសតាមឲ្យស្ព្រីកាហ្វេជាការស្រេចសម្រាប់ស្លបន្ទាប់ពីយើងបានស្រុះសាច់ចំនួន5នាទីហើយយើងយកសាច់នោះទៅលាងជាមួយនឹងទឹកត្រជាក់ឲ្យមួយសាទៀតអញ្ចឹងណាបងប្អូនបន្ទាប់ពីសាច់របស់យើងបានស្រស់និងលាងទឹករួចរាល់អស់ហើយឃើញថាសាច់มันមានកំអែលជាប់នោះទេធ្វើដូចនេះទឹកសម្លរបស់យើងមានសភាពថ្លាបន្ទាប់ពីប្រេងឆាឬក៏ខ្លាញ់បានក្តៅហើយយើងប្រើគ្រឿងមានគល់ស្លឹកគ្រៃខ្ទឹមបារាំងខ្ទឹមសរំដេងម្សៅល្មៀតនិងស្លឹកក្រូចសើចចំពោះល្មៀតបងប្អូនប្រើល្មៀតស្រស់ក៏បានដែរអញ្ចឹងណាតែខ្ញុំខ្ជិលចិត្តអាស្រស់ខ្ញុំប្រើម្សៅខ្ជិលប្រឡាក់ដៃនៅពេលដែលចិតម្ដងហើយយើងចាក់សាច់ជ្រូកចូលធ្វើការផ្សំគ្រឿងដោយប្រើទឹកត្រីចំនួន2ស្ព្រាបាយអំបិលបន្តិចម្សៅស៊ុបកន្លះស្ព្រាបាយស្ករត្នោតយើងប្រើកន្លះស្ព្រាបាយច្របល់ឲ្យចូលគ្រឿងអំពិលទុំ1ដុំក្នុងបរិមាណល្មមចំពោះការប្រើម្ជូរអំពិលយើងកុំទាន់អាចដាក់ច្រើនពេកពីព្រោះកាលណាជូរខ្លាំងមុខម្ហូបមួយមុខនេះมันអាចស្រោចស្រង់បានទេអញ្ចឹងយើងសុខចិត្តស្ទើរថែមនៅពេលក្រោយ
នៅពេលដែលស្ងួតទឹកឆ្អាបអស់យើងបន្ថែមទឹកធម្មតាមួយកែវធ្វើការរងាស់ឲ្យចូលជាតិយើងអត់ទាន់ប្រើទឹកច្រើនណាកំឡុងពេលហ្នឹងយើងធ្វើការរើសដូចជាគល់សក្រីខ្ទឹមបារាំងចេញដើម្បីកុំឲ្យវាទើសញ៉ៃនៅក្នុងឆ្នាំងបន្ទាប់មកទៀតយើងប្រើទឹកក្នុងបរិមាណល្មមធ្វើការរងាស់រហូតដល់តែសាច់នឹងផុយហើយភ្លក់រសជាតិអីចឹងណាបងប្អូនបើស្ទើរគ្រឿងយើងថែមថយទៅតាមតម្រូវការយើងធ្វើការរងាស់រហូតដល់តែសាច់នឹងផុយយើងធ្វើការភ្លក់រសជាតិឲ្យរសជាតិរៀងស្ទើរប្រៃវិញបន្ថែមទឹកត្រីកន្លះស្លាបព្រាបាយបន្ទាប់មកទៀតយើងដាក់បន្លែតកួនចូលចំពោះបន្លែតកួនបងប្អូនដាក់ក្នុងបរិមាណដែលយើងញ៉ាំជាចុងក្រោយយើងដាក់បន្ថែមជាមួយនឹងស្លឹកកន្ទ្រកដើម្បីឲ្យមុខម្ហូបយើងមានរសជាតិឈ្ងុយស្លឹកកន្ទ្រកក៏មានតួនាទីសំខាន់ធ្វើឲ្យមុខម្ហូបរបស់យើងមានរសជាតិឆ្ងាញ់ឥឡូវមុខម្ហូបមួយមុខនេះបានធ្វើរួចរាល់អស់ហើយក៏អរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាពីដើមទីរហូតដល់ទីបញ្ចប់សូមបញ្ជាក់បន្តិចចំពោះបន្លែតកួននៅពេលដែលបងប្អូនចង់ញ៉ាំយើងគ្រាន់តែកាច់ហ្គាសដើម្បីដាក់តកួនអញ្ចឹងតកួនរបស់យើងថ្មីរហូតអញ្ចឹងណាចាអរគុណច្រើនសម្រាប់ការទស្សនាបងប្អូនទាំងអស់គ្នាប្រសិនបើមានកំហុសខុសឆ្គងក៏សូមអធិស្ឋានជូនពរសុខភាពល្អទទួលទានមានបានជម្រាបលាជួបគ្នានៅវីដេអូថ្មីបន្តទៀតអរគុណ